ជាសួរលោកគ្រូខ្ញុំបាទឈ្មោះសុងសិច្ឆារៈគឺជាគ្រូនិស្សិតគ្រូផ្នែកលេខព្រមព្រៀងដែលបានទទួលការបណ្ដុះបណ្ដាលពីជាស្ថាបមជ្ឈមណ្ឌលវិទ្យាការគ្រូប្រសពនិងវិទ្យាការខេត្តតាកែវដែលថ្ងៃនេះខ្ញុំមកធ្វើការបកស្រាយទៅលើមេរៀននៃសប្តាហ៍ទី3ដែលមេរៀននេះគឺនិយាយអំពីការវិតម្លៃម៉ោងសិក្សានិងការវិតម្លៃដោយផ្អែកលើដំណាក់កាលនិងការវិតម្លៃបញ្ចប់អញ្ចឹងមុននឹងឈានចូលទៅដល់ខ្លឹមសាររួមខ្ញុំលើកយក5.1ចំណុចមួយសិនការវិតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងវត្ថុអំណងក្នុងការវិតម្លៃក្នុងសិក្សាហ្នឹងជាមួយគណៈអត្ថន័យការវិតម្លៃតាមតំណែងការវិតម្លៃដែលផ្អែកទៅលើការវិតម្លៃបញ្ចប់ដែលជាមួយភាពខុសគ្នារបស់វាពណ៌នាពីរបៀបសង្កេតអាកប្បកិរិយារបស់សិស្សនិងការបញ្ចេញសម្លេងកាយវិការទឹកមុខនិងតំណែងខ្សែភ្នែកដែលត្រូវដើម្បីបកស្រាយចូលរួមក្នុងការយល់ដឹងរបស់សិស្សមួយទៀតសួរសំណួរទាក់ទាញចម្លើយសមស្របដើម្បីសិស្សចូលរួមបង្ហាញការយល់ដឹងចំណុចមួយទៀតគឺផ្ដល់ព័ត៌មានត្រឡប់ទៅគ្នាដល់សិស្សអំឡុងពេលសិក្សានិងញែកភាពខុសគ្នាដែលផ្ដល់ត្រឡប់មកប្រកបដោយសិទ្ធិភាពចឹងយើងលើមាតិកាយើងមាន5ចំណុចធំៗជាមួយសេចក្តីតាមទី2វត្តនៃការសិក្សានិងតម្លៃតាមដំណាក់កាលទី3ការសង្កេតនិងផ្លូវការលេខ4ចំណុចសំណួរផ្ទាល់មាត់និងលេខ5ជាចំណុចចុងក្រោយគឺការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចឹងជាដំបូងយើងចូលទៅចំណុចទី1សិនយើងថាសេចក្តីតាមចឹងដំបូងយើងត្រូវយល់ដឹងពីប្រភេទនៃការវិនិច្ឆ័យសិក្សាបែបដំណាក់ដែលកំពុងប្រើអញ្ចឹងយើងត្រូវដឹងពីជារួមមានន័យថាយើងដឹងប្រើវាដោយរបៀបម៉េចដើម្បីឲ្យវាមានប្រសិទ្ធភាពហើយត្រឹមត្រូវវាយើងត្រូវមានន័យថាយើងវិទ្យាល័យហ្នឹងមានពីដំណាក់កាលមួយទៅដំណាក់កាលមួយទៅដំណាក់កាលមួយដែលដំណាក់កាលវាទាំងអស់ហ្នឹងអាចនិយាយថាជាវត្តមួយដូចជាវត្តមានន័យថាដូចជាសត្វគោស៊ីស្មៅហើយវាជុះអាចគោហើយគោធ្លាក់ទៅលើស្មៅលូតលាស់មកវិញនេះជាវត្តមួយអញ្ចឹងយើងចូលតម្លៃវត្តនៃការវិតម្លៃដំណាក់កាលតាមដំណាក់កាលអញ្ចឹងការវិតម្លៃដំណាក់កាលគឺជាដំណើរការនៃការប្រមូលភស្តុតាងរៀនរបស់សិស្សយើងផ្ដល់មតិលំដាប់ត្រឡប់សិស្សវិញនឹងកែប្រសាសន៍បង្រៀននិងការសិក្សាឲ្យប្រកបដោយមានប្រសិទ្ធភាពនិងលើកកម្ពស់សមិទ្ធផលដែលយើងទទួលបានយើងសូមចូលចំណុចមួយទៀតទី1ដំណើរការវិតម្លៃតាមដំណាក់អញ្ចឹងដូចយើងបានបញ្ជាក់នៅពីចំណុចសេចក្តីផ្ដើមរួចហើយជារួមវត្តដំណាក់កាលហ្នឹងវាប្រៀបដូចជាវត្តជីវិតមួយអញ្ចឹងវាមានមានន័យថាម៉េចទី1យើងផ្ដល់តម្លៃមតិត្រឡប់ទៅសិស្សភ្លាមព្យាយាមបញ្យល់ច្បាស់លាស់បន្ទាប់ពីហើយយើងកែលម្អលើមេរៀនរបស់បាបង្រៀនរបស់យើងតបមកយើងចំណុចដែលក្នុងនោះមានគេជំហានកម្មភាពសិស្សចំណុចបន្ទាប់យើងប្រមូលមានន័យប្រមូលផុសតាងដោយការសិក្សាដោយការសង្កេតផ្លូវការវិទ្យាសួរសំណួរលំហាត់មេរិកសម្ព័ន្ធស្វ័យវិតម្លៃរបស់សិស្សទីដើមហ្នឹងហើយចំណុចបន្ទាប់មានន័យថាការវិតម្លៃលើផុសតាងលក្ខណៈការនិងបកស្រាយរបស់សិស្សដោយមិនមានភាពលំអៀងលើការប្រឡងលើជាដើមហ្នឹងអានេះជាចំណុចបន្ទាប់ហើយដល់ចំណុចចុងក្រោយជាការផ្ដល់មតិត្រឡប់ទៅសិស្សវិញតាមរបៀបមិនជាដើមថែមពីវត្តនៃការវិតម្លៃតាមដំណាក់អញ្ចឹងចំណុច2.3ចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់អញ្ចឹងនៅលើនោះយើងបែកចេញពីចំណុចធំផុសតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធការចូលរួមវគ្គមតិកម្មអបឬការកែលម្អក្នុងការរៀនទីចំណុចនេះជំរើសនៃការសិក្សាអន្តរកម្មរវាងគ្រូហើយនិងសិស្សការលើកទឹកចិត្តទូនាទីស្វ័យប្រកម្មរបស់សិស្សនិងគុណលក្ខណៈសម្រាប់ភាពជោគជ័យ2.4ប្រភេទនៃការវិទ្យាល័យអញ្ចឹងវិទ្យាល័យយើងបែងចែកជាមែកឈើមកគេរកចំណុចម៉ោងសិក្សាភ្លាមឬក៏មានកំពងទុកមុនអាហ្នឹងជាចំណុចដែលយើងត្រូវធ្វើវិតម្លៃតាមឋានៈដែលផ្អែកលើការវិទ្យាល័យបញ្ចប់នេះផ្អែកគេក្នុងថ្នាក់ការងារទូទៅមានការងារដូចជាជើងដាក់គាត់ធ្វើពលកម្មធ្វើការអីក្រៅវាសម្រាប់អនាម័យជាដើមនឹងຂະຫນាតធំហ្នឹងអាចតកតងទៅនឹងកិរិយាមារយាទរបស់គាត់ផ្សេងហ្នឹងអញ្ចឹង2.4យើងប្រភេទនៃការវិតម្លៃតាមឋានៈយើងគិតដល់ពីការវិតម្លៃของម៉ោងសិក្សានិងការវិតម្លៃផ្អែកលើការវិតម្លៃបញ្ចប់បន្តពីការសិក្សារបស់គាត់ហើយវិទ្យាល័យរបស់សិស្សកើតឡើងនៅពេលដែលបរិញ្ញានិងការតាំងសួរដោយបន្ត
បញ្ជូនទៅក្នុងការបង្រៀនតាមរយៈសង្កេតរបស់គ្រូដូចជាការសួរសំណួរកែល្អនៅពេលវេលានិងកែល្អបង្រៀនភ្លាមលក្ខណៈប្លែកគេត្រូវបានបង្កប់ជាមួយនឹងការបង្រៀនទី4ការវិនិច្ឆ័យក្នុងការសិក្សាមានពីរប្រភេទភ្លាមបើគ្រឿងទុកការវិទ្យាល័យមកស្វាភ្លាមនឹងកើតព្រមនៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សធម្មតាដែលប្រើសំណួរក្នុងថ្នាក់ឬការងារក្រុមដែលប្រមូលផុសតាងការរៀនសូត្របង្កើតបានជាពេលវេលាដែលអាចបង្កើតបានអញ្ចឹងយើងចូលទៅចំណុចបន្តតែត្មងទៅទី5ការប្រមូលផុសតាងសម្រាប់វិទ្យាល័យសិក្សាក្នុងមហាវិទ្យាល័យអញ្ចឹងជារួមទៅយើងដើម្បីប្រមូលផុសតាងការវិទ្យាល័យក្នុងមហាវិទ្យាល័យហ្នឹងយើងទី1យើងត្រូវការសួរសំណួរការដោះស្រាយលំហាត់ផ្សេងឲ្យធ្វើអនុវត្តការចាប់ក្របចាប់អីហ្នឹងឲ្យសិស្សគាត់ទៅជាក្រុមជាអីទៅដើម្បីឲ្យគាត់អនុវត្តផែនការរួមមួយឬក៏ជាលក្ខណៈថាយើងទោះគាត់ទៀនថ្នាក់ធំតិចក៏ដោយក៏ថាឲ្យអាចមានកដាខៀនកដាអីឲ្យគាត់អនុវត្តលំហាត់អីចឹងឲ្យគាត់លើកមើលពេលដែលគាត់អនុវត្តហើយចឹងយើងអាចវាស់ស្ទង់ពីកម្រិតសមត្ថភាពរបស់គាត់អាចថានៅឈានដល់កម្រិតណាបានហើយអាហ្នឹងជាការប្រមូលភស្តុតាងដើម្បីដឹងថាសិស្សយើងអាចទៅដល់កម្រិតណាចឹងឥឡូវចូលចំណុចទី3ការសង្កេតអញ្ចឹងទៅលើការសង្កេតនេះយើងសង្កេតសិស្សនៅមើលមករៀនឥឡូវយើងសេពយ៉ាងរៀនធម្មតាយើងត្រូវមើលពេលសង្កេតមើលសិស្សឯកធម្មជាតិរបស់គាត់ហ្នឹងចូលរួមសកម្មភាពអត់ពេលយើងបរៀនគាត់យកចិត្តទុកដាក់ក្នុងការបរៀនអត់ទី2យើងមើលបំណិនអន្តរកម្មបុគ្គលឬក៏ជាក្រុមពេលដែលយើងបង្កើតក្រុមអីហ្នឹងតើគាត់ចូលរួមជាក្រុមឬក៏អត់ទេឬក៏គាត់ថាចូលហើយឲ្យបានគេមួយទៀតយើងធ្វើការឆ្លើយសំណួររបស់គាត់ឆ្លើយហ្នឹងគាត់កម្រិតរបស់គាត់ឆ្លើយត្រឹមទៅកម្រិតណាមិនត្រឹមទៅកម្រិតណាមួយទៀតមើលបំណិនប្រើប្រាស់ភាសាពាក្យនិយាយរបស់គាត់មកកាន់យើងថេកពីមិត្តភ័ក្តិដល់មិត្តភ័ក្តិត្រឡប់គាត់ប្រើពាក្យបែបណាល្អឬក៏មិនល្អចឹងចូល3.1ការវិទ្យាល័យកាត់កិរិយាដែលគ្មានវិចារអញ្ចឹងយើងមើលអាទី3យើងការសង្កេតនេះយើងមើលកាត់កិរិយារបស់គាត់របៀបម៉េចដៃជើងចង្អេងចង្ងាងជាងពីតុកអង្គរៀនមកអីហ្នឹងខ្សែជាអាកប្បកិរិយាមិនល្អចឹងទៅយើងសង្កេតមកអាកប្បកិរិយាផ្សេងក្មេងខ្លះនៅមករៀនគាត់អង្គុយមើលស្គមដើម្បីផ្ចង់ជាមួយអារម្មណ៍នឹងយើងរៀនតែក្មេងខ្លះគាត់អត់សូវយកចិត្តទុកដាក់ទេគាត់មកយើងបង្រៀនគាត់ខំជជែកខំអីជាដើមហ្នឹងចឹងសកម្មភាពនេះមិនហៅថាពាក្យសម្ដីទេវាតេតឹងជាមួយអំពើសិស្សខ្លឹមសារដែលគាត់សញ្ញាដែលមិនមែនសម្ដីតែសំខាន់ជាងនិយាយពាក្យច្រើនធម្មតាចេតនានៅអាការព្រមហ្នឹងអញ្ចឹងចូល3.2ការបង្ហាញតាមរយៈទឹកមុខជាមួយមុខទឹកមុខអ្នកខ្លះក្មេងខ្លះគឺមានស្អប់ខ្ពើមអីទេអ្នកខ្លះគាត់ចូលចិត្តភាពរាយច្រើនអ្នកខ្លះទុកព្រួយច្រើនអញ្ចឹងទៅអ្នកខ្លះផ្អើលឆាប់ខឹងឆាប់ភ័យឆាប់ខ្លាចអ្នកខ្លះឆាប់ឆៅឆាឆាប់អីអារម្មណ៍ហ្នឹងវាទៅតាមទំនោរអារម្មណ៍ពីកំណើតរបស់មនុស្សម្នាក់ៗអញ្ចឹងក្មេងក៏ដូចគ្នាដែរចឹងមួយទៀតយើងចូលចំណុច4សំណួរផ្ទាល់មាត់នេះយើងសួរទៅតាមបែបផែនផ្សេងទៅមានអាសំណួរមេរៀនផ្សេងសំណួរពីកត្តាខាងក្រៅជះមកខាងក្នុងសំណួរតេទៅនឹងជីវភាពរស់នៅអីផ្សេងហ្នឹងយើងអាចសង្កេតបានសំណួរហ្នឹងវាមិនស៊ីជម្រៅពេកក៏បានអាសំណួរខាងក្រៅនឹងវាមានភាពចាក់បោតិចតួចទៅនៅសាច់ជើងមេរៀនឬក៏សាច់ខាងក្រៅនឹងឲ្យល្អសមស្របទៅគាត់ឆ្លើយបានទៅអាហ្នឹងជាចំណុចល្អហើយដូចជាការសួរគេសួរទាំងសំណួរដែលយើងអាចសួរបានដូចជាសួរច្បាស់ចាស់ងាយចូលក្នុងការឆ្លើយសួរសំណួរគ្រប់គ្រងលទ្ធផលសិក្សាសួរសំណួរក្នុងថ្នាក់អាចឆ្លើយបានផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយផ្ដល់ចម្លើយសមរម្យមិនត្រឡប់សមរម្យឆ្លើយរបស់សិស្សនេះជាវាសំណួរត្រង់បាត់ចាស់ឬទេប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សជៀសវាងសួរសំណួរដែលសិស្សចម្លើយហើយសួរសំណួរតាមដើមសមរម្យជាដើម5ការផ្ដល់បតិកែលម្អប្រកបដោយសិទ្ធិវិធីមួយដែលឲ្យគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវិទ្យាល័យគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សនិស្សិតបន្តពីពួកគេបង្ហាញពីចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់គេការឆ្លើយតបរបស់គ្រូត្រូវបានហៅថាមតិកែលម្អឬផ្ដល់ព័ត៌មានត្រឡប់ទៅវិញសិស្សបន្តពីការវិនិច្ឆ័យពីសមិទ្ធផលរបស់ពួកគេ5.2ការកំណត់ធម្មជាតិនិងមតិការលម្អដូចជាការផ្ដល់ចំនួនមានចំនួនមតិចំនួនយោបល់ផ្សេងពេលវេលាថែមមានការលម្អរូបអឡងពេលសិក្សាពេញការងារនិងការពជាពេទ្យរបស់សិស្សជាដើមការផ្ដល់ការស្ដាប់មតិការលម្អទៅផ្ដល់សិស្សម្នាក់ក្រុមតូចក្រុមធំជាញឹកញាប់ផ្ដល់តលេត្រឡប់វិញយ៉ាងវាមិនក្នុងសិក្សានិងការជួបគល់ប្រភេទកិច្ចការផ្សេងជាដើមនឹងចឹងយើងចូលដល់ 5.2 ការវិទ្យាល័យតំណាក់ដែលផ្អែកការវិទ្យាល័យបញ្ចប់
ចឹងយើងក៏ចែកដូចជាក្នុងខ្លួនណាប្រភេទនៃការវាតម្លៃដោយផ្អែកលើការវាតម្លៃបញ្ចប់ការផ្ដល់មតិត្រឡប់និងការកែលម្អការបង្រៀនចឹងការវិតម្លៃដំណាំតំណែងគេផ្អែកលើការវិតម្លៃគេចែក3ជា3ប្រភេទធំប្រភេទត្រឡប់និងកែលម្អការបង្រៀនចឹងប្រភេទមានតែមុនពេលការវិតម្លៃអាចធ្វើលំហាត់រចនាបថឬអូតេស្តដែលមានការផ្ទះសំណួរខ្លីៗតេស្តកិច្ចការនៅផ្ទះឬក្នុងថ្នាក់មតិកែលម្អគំរូការប្រឡងចុងឆ្នាំចំមាសឧបករណ៍ digital ដល់ហើយចំណុចនេះព័ត៌មានត្រឡប់ប្រភេទរបៀបនៃការចែកចាយការសមត្ថមន្តការគិតពេលវេលាការឆ្លើយតបរបស់សិស្សចឹងការកែលម្អការបង្រៀនការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដោយមានអន្តរកម្មការបង្ហាញដើម្បីឆ្លើយតបនឹងភាពខុសគ្នារបស់សិស្សវឌ្ឍនភាពសិក្សារបស់សិស្សគំរូការបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងប្រភេទនៃវិតម្លៃតើណាផ្អែកលើការតម្លៃបញ្ចប់មានលំហាត់រចនាសម្ព័ន្ធលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនអោយសិស្សថប់អារម្មណ៍ដូចជាសេពីថ្ងៃជប់សម្រាប់ដើម្បីឲ្យរបស់គេអំពីលបាយជីថបង្ហាញបាត់បង្ហាញស្រួលមាត់បរទេសដល់ពីអ្វីដែលសិស្សមិនដឹងឬពួកគេមិនអាចធ្វើបានចឹងទៅកិច្ចការផ្ទះដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងជំនាញដែលបានរៀនពង្រឹងភាសាលំអិតនៃការសិក្សារបស់សិស្សពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលឬក្រុមកិច្ចការក្នុងថ្នាក់កិច្ចការក្នុងថ្នាក់ដូចការរៀនផ្សាយការតាមដានការអនុវត្តរបស់សិស្សនិងផ្ដល់ព័ត៌មានត្រឡប់ភ្លាមជាញឹកញាប់មានការជំនួយនឹងការប្រាស់បច្ចេកវិទ្យាឧបករណ៍ digital សំណួរខ្លីៗដូចជាការធ្វើតេស្តឬក៏អីជាដើមទាំងទី6ការវាយតម្លៃរួមគ្នានិងទីចុងក្រោយនឹងការវាយតម្លៃវឌ្ឍនភាពរបស់សិស្សអញ្ចឹងការផ្ដល់មតិត្រឡប់មានន័យថាយើងគេហៅ feedback ត្រឡប់ទៅវិញដូចជាការផ្ដល់មតិពេលវេលាផ្ដល់មតិដល់សិស្សនៅពេលដែលគិតគូរខុសឧបត្ថម្ភផ្សេងដូចជាការដូចជាតើសិស្សគាត់ feedback វិញថាលំជាលំបាកនៃការក្រាស់ផ្ទះធ្វើទៅវាបាយអីចឹងសិស្សក៏អាច feedback មកវិញមិនមែនតែយើង feedback គាត់ក៏អាច feedback អាភាពលំបាករបស់គាត់មកវិញណាទទួលគេដូចជា audience ពីបេដាត្រឡប់មកវិញថាការបរិញ្ញារបស់យើងនឹងមិនដែរអានោះជា audience កំណត់វិញមធ្យោបាយនៃមតិត្រឡប់ជាដើមនឹងបរិមាណនៃការផ្ដោតមតិត្រឡប់ជាដើមជំហាននេះវាអាចជួយគ្រូសន្មតទុកជាមុនធម្មជាតិនៃការផ្ដោតមតិត្រឡប់អញ្ចឹងយល់ពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សដែលអាចកើតមានឡើងបង្កើតចំណុចនៃការផ្ដោតព័ត៌មានហើយចំណុចមួយទៀតការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបទៅដោយអន្តរកម្មការបង្រៀនដោយឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពនៃរបស់សិស្សនិងការកែលម្អសិស្សបង្រៀនសារចុះសារឡើងច្រើនដងជាដើមនឹងអញ្ចឹងចំណុចនៃការកែលម្អមានពីរចំណុចក្នុងនោះការសិក្សាប្រកបដោយសមត្ថភាពមានន័យថាការសិក្សារបស់សិស្សហ្នឹងយើងមើលតាមការសមត្ថភាពរបស់គាត់នឹងអាចទៅដល់កម្រិតដែលឆ្លើយតបដោយអន្តរកម្មហ្នឹងមានន័យថាតាមដានសិស្សដល់ជាប្រចាំតែគាត់នឹងបានធ្វើឬក៏មិនបានធ្វើទៅបានជាការសិក្សារបស់គាត់មានលក្ខណៈបែបនេះជាការបរិយាឆ្លើយតបទៅនឹងភាពខុសគ្នារបស់សិស្សដោយសារសិស្សក្នុងជុំវិញរបស់ខ្លួននឹងអាចខ្លាំងអាចអីចឹងទៅប៉ុន្តែយើងមើលតាមនឹងដែរតោះបរិស្ថានជាគាត់មិនធ្វើទេមើលអាបរិស្ថានក្នុងថ្នាក់មិនតែតោះកម្មវិធីសិក្សាអត់ការវិទ្យាល័យរបស់យើងមិនដែរការបង្រៀននិងការរៀនយើងមិនដែរការគ្រប់គ្រងសិស្សក្នុងថ្នាក់កម្រិតមិនដែរអានោះសុទ្ធតែជាធាតុសំខាន់នឹងជាផែនទីក្នុងអំឡុងពេលវេលាណាមួយដើម្បីដឹងពីព័ត៌មានខ្លះទៅប្រមូលការយល់ដឹងរបស់សិស្សឆ្លងបង្ការកែលម្អរៀនចាំបាច់សុទ្ធតែជាចំណុចសំខាន់អញ្ចឹងយើងសង្ខេបជារួមមកមេរៀនយើងគឺបានបញ្ចប់ត្រឹមហ្នឹងអញ្ចឹងការបកស្រាយនៅសប្តាហ៍ទី5នេះខ្ញុំសូមចប់ត្រឹមហ្នឹងសូមលោកគ្រូមេត្តាស្ដាប់ហើយនឹងសូមមកឲ្យជាគំនិតកែលម្អទៅកាន់វីដេអូមួយនេះបើសិនជាមានកំហុសឬក៏និយាយទៅរៀងលឿនឬក៏មិនសូវបានខុសបានអត់សូមលោកគ្រូជួយ recommend បន្ថែមអរគុណច្រើនជ្រាបលោកគ្រូ